ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយបង្ហាញអំពីសកម្មភាពនៃការចុះថតសត្វស្លាបក្នុងតំបន់ការពារទេសភាពបឹងព្រៃលពៅឥឡូវនេះគឺខ្ញុំចាប់ផ្ដើមបើកទូកចេញពីទីស្នាក់ការសម្ដៅទៅទីតាំងសត្វស្លាបពងកូនក្នុងតំបន់ការពារពេលដែលមកដល់គឺខ្ញុំត្រូវរកមើលប្លង់ឲ្យចំជាមួយនឹងថ្ងៃលិចដោយសារល្ងាចនេះឃើញមេឃស្រឡះល្អនិងទេសភាពស្រស់ស្អាតទើបចង់ថតសត្វចង្កៀខ្យងជាមួយនឹងថ្ងៃលិចហើយចង្កៀខ្យងនោះទៀតគឺជាកូនរបស់ពួកវាដែលទើបតែញាស់ពេលដែលរកប្លង់បានហើយគឺខ្ញុំអង្គុយប្រហែលជាកន្លះម៉ោងទៀតដើម្បីរងចាំថ្ងៃលិចព្រោះថាថ្ងៃវានៅរៀងខ្ពស់ដែរហើយក៏អង្គុយគយគន់មើលកូនសត្វចង្កៀខ្យងវាកំពុងតែប្រចាំបលែងគ្នាមិនយូរប៉ុន្មានថ្ងៃក៏ចាប់ផ្ដើមលិចចូលប្លង់ដែលយើងកំណត់ហើយខ្ញុំក៏មិនបង្អង់យូរដែរក៏ចាប់ផ្ដើមថតតែម្ដងហើយនេះគឺជាវីដេអូដែលខ្ញុំថតសត្វចង្កៀខ្យងវាចូលទៅឥឡូវនេះយើងទៅទស្សនាអំពីរូបភាពនិងវីដេអូដែលខ្ញុំថតបានទាំងអស់គ្នាវីដេអូនេះដែរក៏បានដល់ទីបញ្ចប់សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា